តើបងប្អូនសុខចិត្តចំណាយមួយខែប្រហែលជា$4,000ដើម្បីគ្រាន់តែបានរស់នៅក្បែរ Cristiano Ronaldo ដែរទេកាលពី5ឆ្នាំមុនប៉ូទុយហ្គាល់គឺជាឋានសួគ៌តម្លៃមហាសមរម្យសម្រាប់អ្នកដែលចង់ចូលនិវត្តន៍ឬអ្នកដែលចូលចិត្តជីវិតបែបនេចរប៉ុន្តែនៅឆ្នាំ2026នេះអ្វីត្រូវបានផ្លាស់ប្ដូរទាំងស្រុងតើការមានផ្ទះ penthouse តម្លៃជាង$7 លានដូច Ronaldo គឺជាក្តីស្រមៃដែលនៅឆ្ងាយហួសដាច់កន្ទុយភ្នែកឬក៏ទីក្រុង Lisbon នៅតែមានឱកាសសម្រាប់ពួកយើងថ្ងៃនេះ Estate High នឹងនាំបងប្អូនទៅស្វែងយល់តម្លៃរស់នៅពិតដែលគ្មាននរណាលើកយកមកនិយាយចំណុចទី1គឺវិបត្តិថ្លៃជួលនិងឥទ្ធិពល Ronaldo រស់នៅតំបន់ Avenida Liberdade ដែលជាបេះដូងនៃភាពស៊ីវិល័យប្រសិនបើមនុស្សម្នាក់ចង់ជួល Apartment បន្ទប់គេងមួយនៅទីនោះនាពេលបច្ចុប្បន្នត្រូវត្រៀមលុយយ៉ាងតិច$2,750នៅក្នុងមួយខែនេះគឺជាតម្លៃដែលខ្ពស់ជាងទីក្រុងធំៗមួយចំនួននៅសហរដ្ឋអាមេរិកទៅទៀតខណៈដែលប្រាក់ខែជាមធ្យមរបស់អ្នកស្រុកប៉ូទុយហ្គាល់គឺត្រឹមប្រហែលជា$1,650តែប៉ុណ្ណោះមូលហេតុដែលធ្វើឲ្យតម្លៃហក់ឡើងទៅដល់40%នៅក្នុងរយៈពេល3ឆ្នាំចុងក្រោយគឺដោយសារតែលំហូរចូលនៃ Digital Nomad ឬក៏ជាបុគ្គលដែលចូលចិត្តធ្វើការនៅលើ online បែបនេចរនិងជាពិសេសគឺអ្នកមានទ្រព្យសម្បត្តិមកពីជុំវិញពិភពលោកដូច្នេះបើយើងចង់សន្សំលុយថ្លៃជួលផ្ទះគឺយើងត្រូវតែរំកិលទៅតំបន់ Arroyos ដែលមានតម្លៃចន្លោះពី$1,300ទៅ$1,600ឬត្រូវឆ្លងទន្លេទៅតំបន់ Almadad ដែលនៅទីនោះយើងនៅតែអាចរកផ្ទះជួលល្អក្នុងតម្លៃក្រោម$990ប៉ុន្តែក៏ត្រូវតែប្រយ័ត្នការធ្វើដំណើរឆ្លងស្ពានចូលក្រុងរាល់ថ្ងៃក៏អាចស៊ីពេលនិងស៊ីលុយមិនស្ទើរដែរចំណុចទី2គឺអាហារការហូបចុកនិងពន្ធបុគ្គលល្បីៗចំណុចពិសេសមួយដែល Lisbon នៅតែឈ្នះទីក្រុងដទៃគឺគុណភាពអាហារបើយើងចេះរស់នៅបែបអ្នកស្រុកកាហ្វេខ្មែរ Bika មួយកែវនៅហាងតាមចិញ្ចើមផ្លូវមានតម្លៃត្រឹមតែ90 សេនប៉ុណ្ណោះប៉ុន្តែបើចូលហាងនៅតំបន់ទេសចរវាអាចឡើងទៅដល់មួយកែវ$5សម្រាប់ការទិញគ្រឿងទេសមកធ្វើម្ហូបដោយខ្លួនឯងមនុស្សម្នាក់អាចចំណាយប្រហែលជា$330នៅក្នុងមួយខែវាគឺជាការហូបចុកបែបស្តង់ដារមួយប៉ុន្តែបើចង់សាករសជាតិជីវិតបែប high end ឬចង់បង្ហាញជីវិតបែប high so ដូច Ronaldo នៅហាង Solar dos Recinto បងប្អូនត្រូវត្រៀមលុយយ៉ាងតិច$110សម្រាប់មនុស្សម្នាក់នៅក្នុងមួយពេលនៅ Lisbon យើងអាចរស់នៅដោយចំណាយតិចបានប៉ុន្តែយើងត្រូវតែដើរចេញឲ្យឆ្ងាយពីតំបន់នៃអន្ទាក់ទេសចរដែលសម្បូរទៅដោយតម្លៃពុតបង្កប់សម្រាប់បុគ្គលល្បីៗរស់នៅចំណុចទី3ថ្លៃចំណាយដ៏អាថ៌កំបាំងគឺពន្លឺព្រះអាទិត្យនិងវិក័យប័ត្រអ្វីដែលមនុស្សភាគច្រើនមិនសូវដឹងឬមិនចាំអារម្មណ៍គឺប៉ូទុយហ្គាល់ជាប្រទេសដែលមានតម្លៃថាមពលថ្លៃបំផុតមួយនៅអឺរ៉ុបទោះបីជាមានពន្លឺថ្ងៃច្រើនប៉ុន្តែសំណង់ផ្ទះចាស់ៗភាគច្រើនមិនមានប្រព័ន្ធការពារកម្ដៅនិងត្រជាក់បានល្អឡើយនៅរដូវរងាពួកគេអាចនឹងត្រូវចំណាយលើថ្លៃភ្លើងនិងថ្លៃហ្គាសរហូតដល់$165នៅក្នុងមួយខែសម្រាប់ Apartment តូចមួយលើសពីនេះច្បាប់ពន្ធ NHR ដែលធ្លាប់តែផ្ដល់ការលើកលែងពន្ធយ៉ាងច្រើនសម្រាប់ជនបរទេសគឺបានផ្លាស់ប្ដូរទម្រង់ថ្មីនៅឆ្នាំ2026នេះមានន័យថាការរំពឹងទុកថាទៅនៅទីនោះដើម្បីគេចពន្ធគឺលែងងាយស្រួលដូចមុនទៀតហើយអ្នកដែលចង់ទៅរស់នៅទីនោះគឺត្រូវតែគណនាលើថ្លៃសេវាធានារ៉ាប់រងសុខភាពឯកជនបន្ថែមទៀតដែលអាចចំណាយអស់ប្រហែលជា$60ទៅ$100នៅក្នុងមួយខែដើម្បីជៀសវាងការរងចាំយូរដូចនៅមន្ទីរពេទ្យរដ្ឋសរុបមកដើម្បីរស់នៅបានសុខស្រួលក្នុងទីក្រុង Lisbon នាឆ្នាំ2026មនុស្សម្នាក់គួរមានចំណូលយ៉ាងតិច$3,850នៅក្នុងមួយខែ Lisbon លែងជាទីក្រុងសម្រាប់មនុស្សធម្មតាទៀតហើយប៉ុន្តែជាទីក្រុងសម្រាប់អ្នកដែលចង់បានគុណភាពជីវិតបែប lifestyle តើបងប្អូនយល់ថាចំណាយជិត$4,000ក្នុងមួយខែដើម្បីរស់នៅក្នុងទីក្រុងជាមួយនឹង Ronaldo វាសមរម្យដែរឬទេឬមួយក៏សុខចិត្តរស់នៅស្រុកខ្មែរហើយយកលុយទាំងនោះទៅវិនិយោគអចលនទ្រព្យវិញចំណេញជាងសូមបញ្ចេញមតិនៅខាងក្រោមកុំភ្លេច like និង follow Estate High ដើម្បីទទួលបានព័ត៌មានអចលនទ្រព្យជុំវិញពិភពលោក